ស៊ីម៉ងវិទ្យាសាស្ត្រគឺជាវិធីសាស្ត្រមួយដែលជួយអ្នកជំងឺដែលមានបញ្ហាបាក់ឆ្អឹងខ្នងដោយសារជំងឺពុកឆ្អឹងបាត់ឈឺចាប់លឿនបំផុតអាចមានចលនាហើយនឹងបំលាស់ទីលឿនវាសួរគ្រូ បាទជំរាបសួរ ជាទូទៅការចាក់ស៊ីម៉ងវិទ្យាសាស្ត្រហ្នឹងតើយើងអាចធ្វើបានក្នុងករណីអីខ្លះដែរលោកគ្រូ បាទអរគុណសម្រាប់សំណួរពាក្យបច្ចេកទេសនៃការចាក់ស៊ីម៉ងវិទ្យាសាស្ត្រគេហៅថា cementoplasty ឬមួយក៏ vertebroplasty ជាការចាក់បញ្ចូលស៊ីម៉ងដែលតាមក្បួនវិទ្យាសាស្ត្រគឺបានសម្រាប់មេរោគធំត្រូវមានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកហើយវាជួយអ្នកជំងឺដែលបាត់ជួយចាត់លឿនអញ្ចឹងប្រើក្នុងករណីអ្នកជំងឺដែលមានបញ្ហាបាក់ឆ្អឹងពិសេសអ្នកជំងឺដែលមានអាយុច្រើនបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹងគាត់ឈឺអត់មានសញ្ញាទន់ជើងទេគាត់តែឈឺឆ្អឹងខ្នងហើយបើសិនជាការថត MRI ទៅឃើញថាការបាក់នោះជាការបាក់ដែលថ្មីបើបាក់ចាស់ក៏អត់បាក់ឈឺដែរបើបាក់ការបាក់ថ្មីការចាក់ស៊ីម៉ងបញ្ចូលទៅគឺធ្វើឲ្យកន្លែងដែលបាក់ហ្នឹងគឺវាមាំជាងមុនអញ្ចឹងអ្នកជំងឺនឹងបាត់ឈឺភ្លាមសង្ឃថា 70 ទៅ 80% ភ្លាមហ្មងអាចងើបដើរងើបអីឆាប់បានងើបដើរយើងស្ដាប់មកគឺយើងស្ដាប់មកថាស៊ីម៉ងវិទ្យាសាស្ត្រអញ្ចឹងអាហ្នឹងនៅជាមួយខ្លួនយើងបានរហូតឬមួយក៏មិនគ្រូបាទវាជាស៊ីម៉ងប៉ុន្តែស៊ីម៉ងដែលផលិតមកដើម្បីនៅជាមួយមនុស្សយើងបានចាវាអាចនៅមួយជីវិតអត់មានបញ្ហាអីទេហើយអត់ងាយបាក់នៅកន្លែងហ្នឹងទៀតបើបាក់កន្លែងផ្សេងដែលតម្រូវឲ្យចាក់កន្លែងផ្សេងមួយទៀតជាទូទៅអ្នកជំងឺដែលគាត់ប្រើស៊ីម៉ងវិទ្យាសាស្ត្រហ្នឹងវ័យគាត់ប្រហែលជាប៉ុន្មានទៅដែលលោកគ្រូមើលទៅសង្កេតឃើញហ៊ានប្រើនឹងច្រើនគ្រូពិសេសមនុស្សចាស់ចាប់ពីអាយុ70ឆ្នាំឡើងដែលឆ្អឹងគាត់ហុយស្រួយអ្នកខ្លះដួលអុកពូតបាក់តែអ្នកខ្លះអត់ទេគ្រាន់អង្គុយខុសតំណងអាចបាក់ដែរអញ្ចឹងវ័យទាំងអស់ហ្នឹងគឺឆ្អឹងខ្សោយចាបើតែយើងប្រើថ្នាំការពារពុកឆ្អឹងតែបើសិនជាមានបាក់ហើយគឺអត់ងាយជាទេបើសិនជាគាត់ឈឺខ្លាំងគាត់ដេកកទេយូរបាក់ងើបអាហ្នឹងបើយើងចាក់អាហ្នឹងហើយគាត់ឆាប់បាត់ឈឺថ្ងៃទី2ឯងគាត់ងើបដើរឲ្យបានគឺជួយគាត់បានច្រើនកុំឲ្យគាត់មានបញ្ហាដូចជាអាលៀកសួតមានរបើខ្នងអញ្ចឹងជួយគាត់បានច្រើនចុះលោកគ្រូការវះកាត់ហ្នឹងមិញខ្ញុំសង្កេតគឺលោកគ្រូនិយាយថាភាគច្រើនមនុស្សចាប់ពី70ឆ្នាំឡើងលើចុះការវះកាត់មនុស្សដែលចាប់ពី70ឆ្នាំឡើងលើការចាក់ស៊ីម៉ងវិទ្យាសាស្ត្រនេះតើវាសុវត្ថិភាពសម្រាប់គាត់ទេលោកគ្រូបាទអានេះភាគរយនៃការវះកាត់ភាគរយគឺសុវត្ថិភាពខ្ពស់ហ្នឹងចាពោះជាងការវះកាត់ទេដោយសារអីដោយសារទី1លឿនចាប្រើពេលប្រហែលជាកន្លះម៉ោងសម្រាប់បកកង់ហើយការចាក់ពេលខ្លះមិនបាច់ត្រូវការដល់សន្លប់ទៀតចាយើងក៏ចាក់តាមស្ពឹកនៅកន្លែងដែលយើងវះចោះរន្ទូចមួយប្រហែលជា1សង់ទីម៉ែត្រកន្លះទេអញ្ចឹងសុវត្ថិភាពអត់មានត្រូវការដាក់ពងខ្យល់ដាក់អីទេហើយក្រោយការវះកាត់ហើយគាត់អាចញ៉ាំអីបានភ្លាមអញ្ចឹងព្រោះថ្នាក់ឬក៏កត្តារួមផ្សំដែលយើងភ័យនោះគឺអត់ទេសុវត្ថិភាពភាគរយច្រើនបើតាមស្រាប់លោកគ្រូនិយាយមកនេះវាជាវិធីសាស្ត្រមួយដែលជួយអ្នកដែលមានជំងឺពុកឆ្អឹងបានច្រើនអញ្ចឹងបើសិនជាអ្នកជំងឺដែលគាត់មានការឈឺចាប់នៅឆ្អឹងខ្នងអ្នកជំងឺចាស់យើងអត់ចាំបាច់បារម្ភទេយើងមានវិធីសាស្ត្រជាច្រើនក្នុងការជួយគាត់មែនទេលោកបាទដើម្បីច្បាស់ថាតើគាត់មានបញ្ហាហ្នឹងមែនអត់ទី1ការថត MRI គឺមានសារៈសំខាន់បំផុតដើម្បីបញ្ជាក់ថាការបាក់ហ្នឹងគឺជាការបាក់ដែលថ្មីចាព្រោះនៅក្នុង MRI មានកន្លែងមួយដែលបញ្ជាក់ថាកន្លែងហ្នឹងបាក់ថ្មីបើបាក់ចាស់យូរ1ឆ្នាំ2ឆ្នាំហើយធម្មតាការចាក់ហើយសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់គឺការចាក់របៀបហ្នឹងវាអត់សូវបានផលច្រើនទេតែបើបាក់ថ្មីគឺបានផលច្រើនជាងសឹងតែ91%លោកគ្រូបាទទូសូមលោកគ្រូអញ្ជើញផ្ដាំផ្ញើមានសារអីជួយផ្ដាំផ្ញើដល់ប្រជាពលរដ្ឋយើងដែលមានបញ្ហាអាយុខ្ពស់ហើយគាត់ឈឺនៅឆ្អឹងខ្នងសាររបស់ខ្ញុំទៅលើអ្នកជំងឺដែលមានអាយុច្រើនដូចខ្ញុំប្រាប់មិញថាចាប់ពី70ឆ្នាំឡើងដែលមានបញ្ហាឈឺឆ្អឹងខ្នងហើយខ្លាំងឈឺតែមួយកន្លែងទេខ្លាំងបាក់ងើបអង្គុយដេកក៏ឈឺដើរក៏ឈឺហើយបើសិនជាការថតដំបូងយើងថត X-ray សិនបើសិនជាមានសង្ស័យថាបាក់ហើយគួរតែថតដោយ MRI ទើបបញ្ជាក់ថាការបាក់ជាការបាក់ដែលចាស់ឬមួយក៏ថ្មីបើសិនជាការបាក់ដែលថ្មីគឺយើងអាចជួយបានសុវត្ថិភាពការវះកាត់ដែលសង្សតែមិនអាចសន្លប់ទេហើយរយៈពេលលឿនឆាប់បានងើបមកធ្វើចលនាវិញដើរអង្គុយអីស្រួលជាងមុនបាត់ឈឺចាប់ភ្លាមដែរ